Group អនុញ្ញាតជំរាបសួរដល់បងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានសូមគោរពជំរាបសួរទៅដល់អតិថិជនរបស់ក្រុមហ៊ុនមូលបត្រ PP Link ទាំងអស់ផងដែរថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទឡុងសំណាងប្រធានផ្នែកអភិវឌ្ឍអាជីវកម្មបាទអ្នកទាំងអស់គ្នាកាលពីថ្ងៃសៅរ៍ថ្ងៃអាទិត្យប្រហែលជាមានចម្ងល់ជាច្រើនថាតើតម្លៃហាងឆេងមាសនឹងមានការឡើងឬក៏វាប្រែប្រួលបែបណាប៉ុន្តែបើយើងមើលពីសន្ទុះនៃថ្ងៃសុក្រសប្តាហ៍មុនឃើញកម្រិតនៃការកើនឡើងហ្នឹងគឺមានសន្ទុះនៃការកើនឡើងហើយក៏មានតម្រុយនៅក្នុងការទិញបន្ថែមពីវិនិយោគិនមួយចំនួនផងដែរបាទអ្នកទាំងអស់គ្នាកន្លែងនេះមានព័ត៌មានអាប់ដេតជូនដល់បងប្អូនទាំងអស់គ្នាបន្តិចពាក់ព័ន្ធជាមួយនឹងទំនុកចិត្តនៅក្នុងការវិនិយោគតម្លៃហាងឆេងមាសក្នុងមួយរយៈក្រោយនេះយើងមើលឃើញថាការទិញលើតម្លៃហាងឆេងមាសគឺមានការសម្រុកទិញខ្លាំងមែនទែនជាពិសេសគឺសប្តាហ៍មុនក៏ឃើញមានការទិញច្រើនដែរដោយសារតែមើលឃើញអំពីសន្ទុះនៃការធ្លាក់ចុះហ្នឹងវាមិនសូវមានកម្លាំងនៅក្នុងការធ្លាក់ចុះទោះបីជាមានទំនោរនៃការធ្លាក់ចុះកាលពីសប្តាហ៍មុនបន្តិចបាទបន្តិចទេបាទហើយក៏មាន pattern មួយក៏ចង្អុលបង្ហាញរុញឲ្យធ្លាក់ចុះដែរប៉ុន្តែតម្លៃហាងឆេងមាសនៅតែរក្សាតម្លៃដ៏ថ្លៃមួយបាទនៅក្នុងចន្លោះ$4,900ជាងទៅ$5,000ជាងនៅក្នុងមួយឱនក្នុងទីផ្សារអន្តរជាតិបើសិនបើយើងគិតនៅក្នុងទីផ្សារប្រទេសកម្ពុជារបស់យើងវិញនៅ around 6,000ជាងស្ដើងមែនតើបាទស្ដើងមែនតើប៉ុន្តែអត់ទៅណាទេនៅតែបន្តនៃការកើនឡើងដល់ដែរបាទហើយអ្វីដែលសំខាន់គឺសៅរ៍អាទិត្យមុននេះបន្តិចបាទបងប្អូនរបស់យើងមានការសម្រុកទៅទិញមាសដែរបាទឃើញថាឱកាសនៅក្នុងការទិញមាសត្រឡប់ឡើងវិញមកដល់ថ្ងៃនេះអ្នកដែល call សួរខ្ញុំពាក់ព័ន្ធជាមួយនឹងការទិញមាសខ្ញុំជឿជាក់ថាថ្ងៃហ្នឹងគឺចំណេញហើយពេលនេះគឺបងបានចំណេញហើយប៉ុន្តែសម្រាប់ក្នុងការសម្រេចចិត្តលក់យកចំណេញប្រមាណនោះអានឹងអាស្រ័យលើបងហើយប៉ុន្តែបងចំណេញហើយណាបងចំណេញហើយដោយសារតែទិញកាលពីសៅរ៍ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគឺតម្លៃទាបជាងឥឡូវហ្នឹងទេឥឡូវគឺកើនឡើងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការវិភាគខ្លីមួយជូនដល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងតម្លៃហាងឆេងមាសសម្រាប់ថ្ងៃទី23ខែកុម្ភៈ2026នេះតែម្ដងបាទអញ្ចឹងអ្នកទាំងអស់គ្នាខាងក្រោយខ្នងរបស់ខ្ញុំគឺមានឆាតមួយដែលអាចនឹងចង្អុលបង្ហាញនិងគូសវាសបន្ថែមទៀតដើម្បីឲ្យងាយស្រួលនៅក្នុងការមើលឃើញតម្លៃជាក់ស្ដែងនៅក្នុងការជួញដូរក្នុងថ្ងៃនេះអ្នកទាំងអស់គ្នាកាលពីសប្តាហ៍មុនយើងមានប្រតិបត្តិការមួយដែលយើងបានទិញកាលពីដូចជាសប្តាហ៍មុនមួយទៀតណា2សប្តាហ៍ហើយបាទយើងទិញតែវាអត់ចំណេញហើយប្រតិបត្តិការនឹងបានទុកដូចតាមអ្វីដែលខ្ញុំការ live កន្លងមកណាហើយបន្ទាប់ពីយើងទុកមួយប្រតិបត្តិការនឹងចោលអាប្រតិបត្តិការផ្សេងវាចុះយើងទិញយើងចំណេញបានមកកណោហើយបាទយើងចំណេញបានច្រើនហើយប៉ុន្តែប្រតិបត្តិការមួយហ្នឹងគឺយើងអត់ទាន់បានចំណេញយប់ថ្ងៃសុក្រអ្នកទាំងអស់គ្នាបើកវងកញ្ចក់បន្តិចភ្ញាក់មកបាទម៉ោង 7:05 បើកទៅឃើញអាប្រតិបត្តិការដែលហូលខាតហ្នឹងឡើងមកចំណេញបាន$1,800ហើយកាត់អត់កើតដោយសារតែទីផ្សារបិទដល់ណាទីផ្សារបិទទៅយើងកាត់អត់កើតហើយព្រឹកមិញនេះ live ព្រឹកមិញម៉ោង 5:45 នាទីបាទបើកមក live ចាំកាត់ថាឲ្យតែតម្លៃហាងឆេងនឹងឡើងទៅទៀតកាត់ហ្មង$1,800ជាងកាត់អត់បានគ្រាន់តែទីផ្សារបើកមកចំណេញបាន$2,300ជាងកាត់យកតែម្ដងបាទបើឥឡូវហ្នឹងអត់ទាន់កាត់ចំណេញត្រូវបាន$3,000-4,000ណាអ្នកទាំងអស់គ្នាចំណេញច្រើនណាអញ្ចឹងបងប្អូនដែលតាមដានការ live របស់ខ្ញុំប្រកាសជាដឹងហើយថាពេលណាខ្ញុំទិញពេលណាខ្ញុំលក់ពេលណាខ្ញុំកាត់ចំណេញពេលគ្រប់ពេលទាំងអស់អ្នកទាំងអស់គ្នាប្រកាសជាដឹងអ្នកទាំងអស់គ្នានឹងតាមដានការទិញលក់តាមsignal មួយចំនួនដែលបានបោះឲ្យផងដែរហើយក៏បានទទួលបានផលចំណេញដែរតោះអ្នកទាំងអស់គ្នាដើម្បីកុំឲ្យខាតពេលយូរយើងក៏លេខមើលខាងក្រោយនេះបាទនេះគឺជាតម្លៃហាងឆេងមាសនៅក្នុងពេលបច្ចុប្បន្នណាខ្ញុំព្រីកឲ្យធំទៅតម្លៃពេលបច្ចុប្បន្នគឺនៅតម្លៃ$5,161នៅក្នុងមួយឱនក្នុងទីផ្សារអន្តរជាតិបាទវាកំពុងតែឡើងព្រឹកមិញបើកផ្សារមកគឺឡើងទៅតែម្ដងបាទបើកផ្សារមកគឺឡើងទៅតែម្ដងបាទណាមើលកន្លែងនេះបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមើលទំនោរតម្លៃហាងឆេងមាសមកកណាត់តាមនេះបាទកណាត់នេះទៅនេះសិនបាទអញ្ចឹងវាកំពុងតែមកដើម្បីមកហ៊ីតតម្លៃនេះខាងលើនេះគឺ$5,200បាទ$5,200អញ្ចឹងតម្លៃហាងឆេងនេះឥឡូវនេះមកសន្ទុះទៀតបាទប្រហែលជាអាចថា
1 ម៉ោង 2 ម៉ោងទៀតវាអាចនឹងទៅ hit ដែរអាចទៅ hit នៅតម្លៃ $5,200 បើតាមសន្ទុះឥឡូវហ្នឹងបើតាមសន្ទុះនៃការប្រែប្រួលឥឡូវហ្នឹងគឺសន្ទុះនៃការកើនឡើងហើយដំណាក់កាលទី1វានឹងទៅបបែកកន្លែងហ្នឹងខ្ញុំសូមកាត់និយាយទៅដើម្បីឲ្យបងប្អូនទាំងអស់គ្នាខ្ញុំគូទៅបងប្អូនទាំងអស់គ្នាឃើញអញ្ចឹងវានឹងទៅ hit តម្លៃនេះ5,200 នេះណា5,200 នៅចន្លោះនេះបាទ5,200 បាទ$5,200 នៅក្នុងមួយអោនទីផ្សារអន្តរជាតិផុតពីតម្លៃហ្នឹងថ្ងៃហ្នឹងក៏នៅតែជាសន្ទុះនៃកម្លាំងនៃការកើនឡើងដដែលទេបាទពេលដែលបំបែកតម្លៃហ្នឹងវានឹងទៅតម្លៃមួយទៀតអ្នកទាំងអស់គ្នាគឺ$3,000សំទោស$5,300 ជាងបាទ$5,316នៅគ្នានៅកន្លែងនេះបាទ$5,316បាទអញ្ចឹងដំណាក់កាលវានឹងទៅ hit បន្ទាប់ទៀតគឺតម្លៃហ្នឹងបាទតម្លៃហ្នឹងចុះបើដឹងថាវានឹងមានការកើនឡើងទៅលើតើយើងត្រូវធ្វើអីបានប្រកបណាស់គឺយើងព្យាយាមបាយបាទព្យាយាមបាយបាទព្យាយាមទិញពីខាងក្រោមទៅអញ្ចឹងតម្លៃណាដែលយើងអាចទិញបានឥឡូវហ្នឹងយើងអាចទិញបានអត់$5,164និយាយមក plate មិញសោះឡើង$3បាទបាទមិញ$5,161ឥឡូវ$5,164តិចទៀត$5,200បាទតើឥឡូវហ្នឹងបាទអញ្ចឹងសួរថាតម្លៃនេះឥឡូវនេះអ្នកទាំងអស់នេះទិញបានអត់ទិញបានប៉ុន្តែគ្រាន់តែអ្នកទាំងអស់គ្នាប្រឈមមុខជាមួយហានិភ័យយ៉ាងធំតិចហេតុអីដោយសារតែ2 3អាទិត្យ4 5អាទិត្យហើយបាទគឺតម្លៃនេះគឺជាតម្លៃខ្ពស់ហើយបើគិតជាសប្តាហ៍បាទគិតជាសប្តាហ៍តម្លៃហ្នឹងខ្ពស់ហើយបាទខ្ពស់ហើយអញ្ចឹងបើយើងចង់ទិញយើងទៅទិញតម្លៃខ្ពស់ហ្មងវាអត់ត្រូវទេបាទបានន័យថាយើងប្រឈមមុខនៅក្នុងការហានិភ័យយ៉ាងធំតិចប៉ុន្តែនៅក្នុងឆ្នាំ2023 24 25 26មកដល់ឥឡូវនេះមានការជួញដូរមួយដែលត្រឹមត្រូវល្អខ្លាំងមែនទែននៅក្នុងហ្នឹងក៏មានយុទ្ធសាស្ត្រនៃការជួញដូរលើពិភពលោកដែរគេថា buy high ណា buy high sell low បាទប៉ុន្តែអា sell low ហ្នឹងគឺកុំយកមកព្រោះដោយសារតែដំណាក់កាលនេះលក្ខខណ្ឌនេះគឺ high ទៅរហូតណាអញ្ចឹងទោះបីខ្ពស់ក៏ដោយក៏នៅតែទិញដែរក៏នៅតែទិញដែរនៅតែចំណេញដែរ buy high ណា buy high បានន័យថាវាឡើងខ្ពស់ហើយយើងនៅតែទិញហេតុអីបានយើងត្រូវតែទិញព្រោះដោយសារតែតម្លៃហាងឆេងមាននៅតែបន្តនៃការកើនឡើងដដែលបើបងប្អូនទាំងអស់គ្នាមិនចង់ប្រឈមមុខជាមួយហានិភ័យយ៉ាងធំចាំតម្លៃនឹងធ្លាក់ដល់ around 5,130 ជាងដូចព្រឹកមិញឬក៏ 5,128 ជាងហ្នឹងបាទ30 ជាង 28 ជាងអ្នកទាំងអស់គ្នាអាចទិញបានបាទអាចទិញបាននៅក្នុង around ចន្លោះនេះណាទាំងអស់គ្នាខ្ញុំគូសឲ្យបាទ 5,100 ជាងបាទនៅក្នុងចន្លោះនេះក្រោមតម្លៃជាក់ស្ដែងនឹងបន្តិចបាទក្រោមតម្លៃជាក់ស្ដែងនឹងបន្តិចទេបាទ 5,120 ជាងបាទអ្នកទាំងអស់នេះអាចទិញបាននៅក្នុងក្រោមហ្នឹងបាទនៅក្រោមហ្នឹងតែបើថាទិញឥឡូវហ្នឹងបានអត់ទិញបានតែបើចំណេញឲ្យបានច្រើនវាអាចទិញនៅក្រោមអត់ទេអត់បានទេបាទហើយប្រឈមមុខហានិភ័យរឿងធំជាងអ្នកដែលទិញខាងក្រោមបាទអញ្ចឹងកន្លែងនេះបងប្អូនទាំងអស់នេះជាអ្នកសម្រេចចិត្តខ្លួនឯងណាអ្នកខ្លះគាត់បថុយបន្ថែមខ្ពស់គាត់ទិញឥឡូវមកបាទទិញឥឡូវមកឡើងទៅចំណេញយកមកបាទអូខេតែមិនប្រកាសថាអ្នកទិញនៅ 5,120 5,130 នឹងទិញបានទេណាអ្នកទាំងអស់គ្នាហេតុអីអត់បើវាអត់ចុះមកដល់ផងហ្នឹងវានឹងឡើងទៅបន្តទៅហ្មងអញ្ចឹងអ្នកដែលបថុយបន្ថែមទិញនៅតម្លៃហ្នឹងត្រូវជាងបាទនេះខ្ញុំថតឲ្យវាស្កប់តម្លៃនៅកន្លែងហ្នឹងឯងបានវាអត់ប្រែប្រួលហើយតិចទៀតខ្ញុំផ្លាស់ប្ដូរវិញវាប្រែប្រួលបានហើយណាអញ្ចឹងតម្លៃនេះអ្នកទាំងអស់នេះអាចធ្វើការទិញបានតែបើតម្លៃដែលខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាថាវានឹង hit ទៅតម្លៃ 5,200 ឬក៏ 5,316 ហ្នឹងណាតម្លៃហ្នឹងមិនមែនជាតម្លៃឲ្យបងប្អូនទាំងអស់គ្នាទិញទេគឺជាតម្លៃដំណាក់កាលខ្ពស់ hit ឡើងទៅលើហើយក៏ជាតម្លៃមួយអ្នកខ្លះគាត់ហ៊ាន sell នៅកន្លែងហ្នឹងហេតុអីបានគាត់ sell នៅកន្លែងហ្នឹងគឺជា high គឺជាតម្លៃដែលខ្ពស់ជា resistant របស់តម្លៃហាងឆេងមាសនៅក្នុងការវិភាគថ្ងៃហ្នឹងអញ្ចឹងវាតែងតែ retracement ធ្លាក់ចុះមកក្រោមដូចព្រឹកមិញអញ្ចឹងអ្នកទាំងអស់នេះខ្ញុំ live ពេលព្រឹកម៉ោង 5:76 ហ្នឹងវាហក់ឡើងយើងកាត់ចំណេញហើយវាបានហក់ឡើងទៅ resistance ទី1ដែលបានកំណត់ជូនដល់បងប្អូនទាំងអស់នេះនៅក្នុងការ sell គឺ 5,145 បាទខ្ញុំជំរាបជូនបាទនៅពេល live ហ្នឹងតែម្ដងថាបើបងប្អូនទាំងអស់នេះបើតម្លៃហ្នឹងឡើងទៅដល់ហ្នឹងពេលហ្នឹងឲ្យអត់តន់ឡើងដល់បើឡើងទៅដល់ហ្នឹងមានជំរើសពីរជំរើសទី1បងប្អូនទាំងអស់នេះមិនបាច់ sell ទេហេតុអីបានមិនបាច់ sell ខ្ញុំប្រាប់ថាវានឹងឡើងដល់60ឥឡូវ60មែនទៅទេប៉ុន្តែបើសិនជាបងប្អូនដែលពូកែនៅក្នុងការមើល candlestick បាទ candlestick ឬក៏ទៅតាមទំនោរនៃការឡើងចុះវាកម្លាំងវាទាន់នោះគឺជាជំនាញបងប្អូនទាំងអស់គ្នានៅក្នុងការ sell ហើយកាត់ចំណេញបាទពេលហ្នឹងខ្ញុំប្រាប់ទៀត sell ហើយ47
sale ខ្សែ5 sale ធ្លាក់មកខ្សែ1ខ្សែគុត2ដងបានជម្រាបជូនថា2ដងហ្នឹងកាត់ចំណេញទៅឱកាសកាត់ចំណេញខ្សែក្រោយទៀតគឺអត់មានទេបាទឥឡូវមែនណាឡើងដល់5160បើហ៊ានទៅ sale នៅ5145ហ្នឹងហៅខានឃើញទេអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាព្យាយាមបាយឲ្យច្រើនជាងណាក្នុងឱកាសទោះបីជាក្នុងការគិតនេះក្នុងការគិតក្នុងចិត្តរបស់យើងគិតថាមាសខ្ពស់ហើយនឹងធ្លាក់ចុះមាសខ្ពស់ហើយនឹងធ្លាក់ចុះអាចឈប់ការគិតនឹងតិចតែគិតមួយទៀតឈប់អាគិតនឹងមួយតែគិតមួយទៀតគិតថាស្ថានភាពសេដ្ឋកិច្ចឥឡូវវាអាម៉េចលុយដុល្លារហ្នឹងវាអាម៉េចទំនោរហាងឆេងមាសហ្នឹងយ៉ាងម៉េចទៅមុខទៀតអាហ្នឹងជាការមើលឃើញវិញមិនមែនជាការគិតទេជាការមើលឃើញវិញអញ្ចឹងដល់ពេលយើងឈប់គិតអាការធ្លាក់ចុះទៅមើលឃើញអាហ្នឹងតម្លៃហាងឆេងមាសនៅមានការកើនឡើងអូខេណាអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ថ្ងៃនេះបងប្អូនទាំងអស់គ្នាអាចធ្វើការបញ្ជាទិញឲ្យច្រើនជាងការលក់ចេញណាបងប្អូនទាំងអស់គ្នាដោយសារតែទំនោរតម្លៃហាងឆេងមាសនឹងបន្តនៃការកើនឡើងទៅតាមទំនោរឆាតនេះអ្នកទាំងអស់គ្នាមើលខាងក្រោមនេះក៏បានដែរបាទ support នៅខាងក្រោមនេះទៀបបាទ support ទី1ទៀប support ទី2រៀងខ្ពស់ជាងតិច support ទី3រៀងហិតខ្ពស់ទៀត support ទី4រៀងខ្ពស់ទៀតអញ្ចឹងវាចង្អុលបង្ហាញថាជាទំនោរនៃការកើនឡើងត្រឡប់ទៅវិញហើយមកមើល resistance ទី1ទៀបជាង resistance ទី2ខ្ពស់ជាងតិចឥឡូវបង្កើតជា resistance ទី3ឲ្យខ្ពស់ច្រើនជាងនឹងទៀតអញ្ចឹងមានន័យថាទំនោរនឹងវាមានការកើនឡើងចេះហើយការកើនឡើងរបស់វានឹងទៅតាមទំនោរទៅតាមតម្លៃដែលធ្លាប់មាននៅក្នុង history របស់វានេះតម្លៃនេះទៅបែបហ្នឹងអូខេតោះអញ្ចឹងខ្ញុំបន្ថយអានេះទៅឲ្យមើលតម្លៃចាក់ស្ដែងវិញបាទតម្លៃចាក់ស្ដែងធ្លាក់ចុះបន្តិចហើយអ្នកទាំងអស់គ្នា5158 54 3លេខ4លេខមកវិញហើយខ្ញុំបង្ហាញការ live ព្រឹកមិញជូនដល់បងប្អូនទាំងអស់គ្នាបន្តិចព្រោះមាន support មានការជួញដូរបើសិនជាយេសវិញទៅអ្នកទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាចង់យល់ដឹងអំពីតម្លៃហាងឆេងមាសឬក៏ជួញដូរក្នុងតម្លៃថ្ងៃហ្នឹងអ្នកទាំងអស់គ្នាអាចទៅចូលទៅមើលការវិភាគនៅក្នុង page បាទនៅក្នុង page PP Link Security ឬក៏ page ផ្ទាល់ខ្លួនរបស់ខ្ញុំក៏បានដែរឬក៏អ្នកទាំងអស់គ្នាអាចទំនាក់ទំនងទៅតាមព័ត៌មានបន្ថែមមួយចំនួនដែលនៅក្នុង caption ដែលអាចឲ្យបងប្អូនទាំងអស់គ្នាទទួលបានព័ត៌មានមួយចំនួននៅក្នុងការជួញដូរតម្លៃហាងឆេងមាសដែលមានប្រសិទ្ធភាពជួញដូរក្នុងប្រព័ន្ធជួញដូររបស់ប្រទេសកម្ពុជារបស់យើងក្រោមនាយកដ្ឋានរបស់កម្ពុជាហើយក៏ជាការជួញដូរមួយដែលមានប្រសិទ្ធភាពដោយមាន consultant ពី PP Link បាទដែលមានជំនាញនិងវិជ្ជាជីវៈពិតប្រាកដអញ្ចឹងកុំភ្លេចអ្នកទាំងអស់គ្នាឱកាសនៅក្នុងការជួញដូរតម្លៃហាងឆេងមាសឱកាសនៅក្នុងការបើកគណនីជួញដូរទាញយកផលចំណេញនៅតែបន្តមានតម្លៃហាងឆេងមាសនៅពេលអនាគតនៅតែបន្តនៃការកើនឡើងសន្សឹមឡើងទៅលើបន្តទៀតក្រោមឥទ្ធិពលទី1គឺអតិផរណារវាងតម្លៃទំនិញជាមួយនឹងរូបិយប័ណ្ណប្រកបណាស់គឺទៅមុខទៀតតម្លៃរូបិយប័ណ្ណប្រកបជាធ្លាក់ចុះទំនិញនឹងការកើនឡើងនេះគឺជាអតិផរណាមួយដែលរុញច្រានឲ្យរូបិយប័ណ្ណធ្លាក់ចុះតម្លៃមាសមានការកើនឡើងចំណុចនឹងមួយក៏យើងចាប់តាមឱកាសមួយថាមាសនៅតែយើងទិញចំណេញដែរទី2ស្ថានភាពបច្ចុប្បន្នលើពិភពលោកអត់ទាន់បានល្អប្រសើរទេបាទទោះបីជារៀងស្ងប់សម្លេងសង្គ្រាមឬក៏ការប៉ះទង្គិចគ្នាតិចតួចលែងមានណាក៏ទំហំនៃការវិនិយោគតម្លៃហាងឆេងមាសហត់តែល្អជំរាបបងប្អូនទាំងអស់គ្នាមួយទៀតចោះបើសិនបើស្ថានភាពពិភពលោកល្អប្រសើរសេដ្ឋកិច្ចដើរកាន់តែល្អប្រសើរឡើងវិញណាល្អមិនមានសង្គ្រាមទំហំការជួញដូរតម្លៃហាងឆេងមាសរឹតតែធំទៀតដែរពេលហ្នឹងអញ្ចឹងមានន័យថាម៉េចតម្រូវការមាសហិតតែប្រកែហិតតែខ្លាំងទៀតដែរហិតតែត្រូវការហិតតែថ្លៃទៀតដែរឃើញទេហើយសម័យបរិបត្តិនេះគឺពាក់ព័ន្ធជាមួយនឹងវិទ្យាជីវៈ technology ដែលវាមានលោហៈធាតុពណ៌លឿងនឹងទៅ support ខ្លាំងមែនទែនឱកាសបងប្អូនទាំងអស់គ្នាចាប់ផ្ដើមវិនិយោគលើតម្លៃហាងឆេងមាសដែលមានការជួញដូរមួយដ៏ត្រឹមត្រូវចំណាយដើមទុនតិចអ្នកទាំងអស់គ្នាកុំភ្លេចតាក់ទងតាម caption ឬក៏ព័ត៌មានខាងលើអរគុណចង់ដឹងព័ត៌មានលម្អិតសូមចូលទៅទស្សនាលើការវិភាគប្រចាំថ្ងៃលើគេហទំព័រ Facebook YouTube EcoFi Academy